Trong đêm xưaសួស្តីបងទាំងអស់គ្នាចាថ្ងៃនេះមកដើរផ្សារអាស៊ីនៅមុនឆាន់ជាមួយខ្ញុំទាំងអស់គ្នាណាចានេះទេសភាពតាមដងផ្លូវអានេះផ្លូវត្រាំខ្ញុំឆ្លងខ្នល់ក៏ឆ្លៀតថតតិចតួចទៅហើយអានេះត្រាំផងដែរហើយសម្រាប់បងណាដែលគាត់អត់ធ្លាប់មកលេងខាងបាច់អារ៉ុបអីអញ្ចឹងពេលឆ្លងខ្នល់បងចុចនិយាយរួមដូចតែនៅប្រទេសបារាំងនៅអីដែរអញ្ចឹងណាបងចុចទៅមកស្ទុះគឺគេ stop ឲ្យយើងទៅមុខហើយពីព្រោះផ្លូវភាគច្រើនគឺពីផ្លូវធម្មចេញចេះគឺជាផ្លូវត្រាំផងផ្លូវបឹសផងក៏ដូចជាផ្លូវសម្រាប់ឡានធ្វើដំណើរផងអញ្ចឹងយើងត្រូវមានស្តុកចាហើយគឺខ្ញុំមកដល់ផ្សារអាស៊ីហើយចាដំបូងនេះគឺផ្លែសាវម៉ាវមើលប៉ុណ្ណឹងឯណាគឺថ្លៃដែរដូចជាជិត10 €ហើយមានបកាក៏ដូចជាមានបកងមានក្តាមចា1 គីឡូ15 16 €នៅនេះគឺវាមានច្រើនជម្រើសច្រើនជាងនៅម្ដុំផ្ទះខ្ញុំអញ្ចឹងគាត់ខ្ញុំឡើងមកអញ្ចឹងណាហើយដោយសារខ្ញុំមានការឡើងមកហើយចានេះគឺខ្ញុំតែងបានកពឹសថ្ងៃនេះគឺយកទៅធ្វើកពឹសចៀនហើយនេះគឺបន្ទប់សម្រាប់គេលក់បន្លែណាបន្ទប់ហ្នឹងគឺត្រជាក់ខ្លាំងណាបន្ទប់ដែលគេលក់បន្លែស្រស់មានដូចជាតកួនមានដូចជាស្អំហើយមានផ្សិតមានអីមានល្ហុងទៀតតែខ្ញុំបានមើលតម្លៃល្ហុងឯងហើយមានស៊ីយ៉ុងចេកទៀតណាមានផ្លែស៊ូនិយាយរួមគឺមានបន្លែគ្រប់មុខតែម្ដងមានម្ទេសមានដូងមានអីចឹងណាចាហើយនេះវិញគឺជាប្រភេទបាតេហើយនឹងបកាក្រៀមហើយនេះក៏មានជាមួយនឹងជើងមាន់ហើយនឹងពងត្រីផងដែរនិយាយរួមនៅនេះគឺមានត្រីច្រើនប្រភេទត្រីប្រភេទអាស៊ីមានត្រីរ៉ស់ត្រីឆ្ដោពីណាប់យ៉ាក៏ដូចជាត្រីម្ដែងចាមានប្រហិតត្រីឆ្លាតនិយាយរួមមានគ្រឿងក្នុងលក់ទៀតតែថ្ងៃនេះខ្ញុំអត់បានទិញទេដោយសារតែវាធ្វើយូរហើយណាមួយភាគច្រើនញ៉ាំតែខ្ញុំអ្នកផ្ទះខ្ញុំគឺអត់ញ៉ាំចាហើយនេះគឺនេះ surprise ជាងគេគឺกระดาษសែនជាលុយអឺរ៉ូទៀតអូយសាហាវមែនតើចាហើយថ្ងៃនេះគឺខ្ញុំទិញបានបកាក្តាមក៏ដូចជាជាមួយនឹងជប់ហៅថាប្រទាក្រហមចាហើយជាមួយនឹងកពឹសយកទៅចៀនជើងមាន់នៅម្ដុំនោះគឺទូខ្ញុំទិញនៅនេះទាំងធំអរគុណជម្រាបលាជួបគ្នានៅវីដេអូក្រោយៗទៀតណាបាយបាយ